បុរសម្នាក់ជាអ្នករត់ម៉ូតូកង់3ដែលត្រូវម្ចាស់ហាងថែសម្ផស្ស N168 Beauty ធាក់ដាច់ផ្ងាទៅក្រោយនោះគាត់បានស្លាប់ហើយរាជធានីភ្នំពេញបុរសម្នាក់ជាអ្នករត់ម៉ូតូកង់3ដែលត្រូវម្ចាស់ហាងមជ្ឈមណ្ឌលថែសម្ផស្ស N168 Beauty និង Spa ប្រើហិង្សាដោយធាក់ដាច់ផ្ងាទៅក្រោយបោកក្បាលរងរបួសធ្ងន់បន្ទាប់ពីមានទំនាស់គ្នារឿងចតម៉ូតូកង់3នៅមុខហាងពេលនេះជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយអ្នករត់ម៉ូតូកង់3ដែលបានស្លាប់ក្នុងការប្រើអំពើហិង្សានេះមានឈ្មោះឈៀងសវណ្ណាភេទប្រុសអាយុ46ឆ្នាំមុខរបររត់ម៉ូតូកង់3មានទីលំនៅនៅផ្ទះជួលលេខ7ផ្លូវលេខ304សង្កាត់បឹងកេងកងទី2ខណ្ឌបឹងកេងកងរាជធានីភ្នំពេញចំណែកឯជនបង្កមានឈ្មោះតាន់ប៊ុនថាភេទប្រុសអាយុ34ឆ្នាំមុខរបរជាម្ចាស់ហាងមជ្ឈមណ្ឌលថែសម្ផស្ស N168 Beauty និង Spa មានទីលំនៅផ្ទះជួលលេខ75អឺសារ៉ូផ្លូវលេខ310ក្រុមទី17ភូមិទី2សង្កាត់បឹងកេងកង2ខណ្ឌបឹងកេងកងរាជធានីភ្នំពេញតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាអំពើហិង្សាមានស្ថានទម្ងន់ទោសបណ្ដាលឲ្យជនរងគ្រោះមរណភាពនេះបានកើតឡើងនៅវេលាម៉ោង 20:56 នាទីយប់ថ្ងៃទី24ខែមិថុនាឆ្នាំ2026នៅចំណុចមុខផ្ទះលេខ75អឺសារ៉ូផ្លូវលេខ310ក្រុមទី17ភូមិទី2សង្កាត់បឹងកេងកងទី2ខណ្ឌបឹងកេងកងរាជធានីភ្នំពេញហើយជនរងគ្រោះបានស្លាប់នៅវេលាម៉ោង 18:20 នាទីល្ងាចថ្ងៃទី27ខែមិថុនាឆ្នាំ2026នៅផ្ទះលេខ15ផ្លូវលេខ159ភូមិទី5សង្កាត់អូឡ িম্প ិកបន្ទាប់ពីចេញពីមន្ទីរពេទ្យព្រះអង្គឌួងក្នុងនោះដែរបន្ទាប់ពីគ្រូពេទ្យធ្វើកសលវិច័យត្រួតពិនិត្យរួចរាល់បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារការប៉ះទង្គិចក្បាលយ៉ាងធ្ងន់ធ្ងរសូមរំលឹកផងដែរថាជនរងគ្រោះនិងជនសង្ស័យបានឆ្លោះប្រកែកគ្នាដោយសារតែរឿងអ្នករត់ម៉ូតូកង់3បានចតនៅមុខផ្ទះជនសង្ស័យធ្វើឲ្យរថយន្តចូលមិនរួចបន្ទាប់ពីមានទំនាស់ពាក្យសម្ដីជនសង្ស័យបានលោតធាក់ជនរងគ្រោះបណ្ដាលឲ្យដាច់ផ្ងាទៅក្រោយបណ្ដាលឲ្យរងរបួសធ្ងន់រួចត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះអង្គឌួងដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចសង្គ្រោះបានឡើយលុះដល់ថ្ងៃទី27ខែមិថុនាឆ្នាំ2026វេលាម៉ោង 18:00 នាទីល្ងាចម្ដាយជនរងគ្រោះបានសូមគ្រូពេទ្យនាំជនរងគ្រោះត្រឡប់មកផ្ទះវិញហើយក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្ដងចង់បានបន្ទប់ស្អាតទាន់សម័យនិងចំណេញលំហមែនទេជ្រើសរើសសាឡុងក្រេពូករបស់យើងសោភ័ណភាពឈានមុខគុណភាពស្តង់ដាររឹងមាំផាសុកភាពនិងទំនុកចិត្តគឺនៅទីនេះកំងឥឡូវនេះ